ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសាជាថ្មីដោយថ្ងៃនេះអ្នកគ្រូបានលើកយកចំណោទថ្មីមួយទៀតដើម្បីមកសិក្សាជាមួយនឹងបងប្អូនទាំងអស់គ្នាប៉ុន្តែមុននឹងឈានទៅដល់ការធ្វើចំណោទអ្នកគ្រូសូមណែនាំចំណុចសំខាន់ចំនួន4ជាមុនសិនដែលចំណុចទី1នោះគឺបងប្អូនត្រូវអានប្រធានចំណោទឲ្យបានយ៉ាងហោចណាស់ចំនួន3ដងចំពោះចំណុចទី2វិញគឺបងប្អូនត្រូវមើលបំរាប់ដែលប្រធានបានចោទសួរចំពោះចំណុចទី3វិញគឺបងប្អូនត្រូវសិក្សាទៅលើសំណួរដែលប្រធានចំណោទបានដាក់ឲ្យចំពោះចំណុចទី4ដែលជាចំណុចចុងក្រោយនោះគឺបងប្អូនត្រូវជ្រើសរើសប្រមាណវិធីបូកដកគុណឬចែកដើម្បីឲ្យត្រឹមត្រូវទៅតាមសំណួរដែលប្រធានចំណោទបានចោទសួរតោះអញ្ចឹងមកអានចំណោទជាមួយនឹងអ្នកគ្រូចំណោទម្ដាយសុខាយកប្រាក់ 90,000 រៀលទៅទិញឆ្នាំងមួយថ្លៃ 35,000 រៀលទិញខោមួយនិងអាវមួយថ្លៃ 45,600 រៀលតើម្ដាយសុខានៅសល់ប្រាក់ប៉ុន្មានរៀលបន្ទាប់ពីបងប្អូនបានអានប្រធានចំណោទម្ដងជាមួយនឹងអ្នកគ្រូរួចមកហើយនោះអញ្ចឹងអ្នកគ្រូសូមឲ្យបងប្អូនអានប្រធានចំណោទដោយខ្លួនឯងចំនួន2ដងទៀតតោះចាប់ផ្ដើមបន្ទាប់ពីបងប្អូនបានអានប្រធានចំណោទដោយខ្លួនឯងចំនួន2ដងរួចមកហើយនោះតោះអញ្ចឹងមកស្រង់បំរាប់ជាមួយនឹងអ្នកគ្រូម្ដាយសុខាយកប្រាក់ 90,000 រៀលទៅទិញឆ្នាំងមួយថ្លៃ 35,000 រៀលទិញខោមួយនិងអាវមួយថ្លៃ 45,600 រៀលតើម្ដាយសុខានៅសល់ប្រាក់ប៉ុន្មានរៀលអញ្ចឹងអ្នកគ្រូសូមប្រាប់បងប្អូនថាពាក្យដែលនៅសល់នោះគឺមានន័យថាបងប្អូនត្រូវធ្វើវិធីដកដោយម្ដាយសុខាមានប្រាក់សរុបចំនួន 90,000 រៀលហើយគាត់ចំណាយទៅលើការទិញឆ្នាំងមួយអស់ 35,000 និងខោអាវមួយសម្រាប់ទៀតអស់ 45,600 រៀលអញ្ចឹងបងប្អូនត្រូវយក 90,000 រៀលដកជាមួយនឹង 35,000 រៀលនិង 45,600 រៀលចំពោះការធ្វើចំណោទគឺបងប្អូនត្រូវសរសេរប្រមាណវិធីនៅខាងឆ្វេងនិងរបៀបឆ្លើយនៅខាងស្ដាំចំពោះការធ្វើរបៀបឆ្លើយទៀតនោះគឺចំណុចដំបូងដែលបងប្អូនត្រូវធ្វើនោះគឺរកតោះអញ្ចឹងមករកជាមួយនឹងអ្នកគ្រូដោយសំណួរគេបានសួរថាតើម្ដាយសុខានៅសល់ប្រាក់ប៉ុន្មានរៀលអញ្ចឹងបងប្អូនត្រូវរកប្រាក់ដែលម្ដាយសុខានៅសល់អញ្ចឹងអ្នកគ្រូបានប្រាប់បងប្អូនរួចមកហើយថាបងប្អូនត្រូវយក 90,000 រៀលដកជាមួយនឹង 35,000 រៀលនិងដកជាមួយនឹង 45,600 រៀលតោះអញ្ចឹងបងប្អូនមកធ្វើប្រមាណវិធីជាមួយនឹងអ្នកគ្រូ90,000 ដកនឹង 35,000 0ដកនឹង0ស្មើនឹង0 0 ដោយ0ដកនឹង5មិនបាននោះគឺបងប្អូនត្រូវខ្ចី1ពីលេខ9ដូច្នេះលេខ9គឺនៅសល់8លេខ0ឡើងទៅជាលេខ10 10ដកនឹង5ស្មើនឹង5 8ដកនឹង3ស្មើនឹង5បន្ទាប់ពីបងប្អូនបានឃើញចម្លើយរួចហើយនោះគឺបងប្អូនត្រូវយក 55,000 រៀលទៅដកជាមួយនឹង 45,600 រៀលទៀត 45,600 0ដកនឹង0ស្មើនឹង0 0ដោយ0ដកនឹង6មិនបាននោះគឺបងប្អូនត្រូវខ្ចី1ពីលេខ5ដូច្នេះលេខ5នៅសល់4ចំណែកឯលេខ0ឡើងទៅជាលេខ10 10ដកនឹង6ស្មើនឹង4 4ដកនឹង5មិនបានដូច្នេះបងប្អូនត្រូវខ្ចីពីលេខ5ចំនួន1ដូច្នេះលេខ5នៅសល់4ចំណែកឯលេខ4របស់យើងឡើងទៅជាលេខ14 14ដកនឹង5ស្មើនឹង9 4ដកនឹង4ស្មើនឹង0ដូច្នេះចម្លើយរបស់យើងនោះគឺ 9,400 រៀល
បន្ទាប់ពីបងប្អូនបានឃើញចម្លើយរួចមកហើយនោះតោះមកសិក្សាសំណួរចំណោទជាមួយនឹងអ្នកគ្រូដើម្បីឆ្លើយថាសំណួរគេបានសួរថាតើម្ដាយសុខានៅសល់ប្រាក់ប៉ុន្មានរៀលដូច្នេះបងប្អូនអាចឆ្លើយបានថាម្ដាយសុខានៅសល់ប្រាក់តោះអញ្ចឹងមកឆ្លើយថាជាមួយនឹងអ្នកគ្រូឆ្លើយថាម្ដាយសុខានៅសល់ប្រាក់ 9,400 រៀលដូច្នេះការដោះស្រាយចំណាយរបស់អ្នកគ្រូបានឈានទៅដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយសូមអរគុណ